ឆាម្រះប្រើគ្រឿងសមុទ្រជាមួយសាច់ជ្រូក3ជាន់មួយមុខនេះបើសិនជាខ្ញុំប្រាប់ថាអត់ហឹលបងប្អូនជឿអត់ជាក់ស្ដែងគឺវាអត់ហឹលមែនមួយមុខនេះសម្រាប់បងប្អូនណាដែលចង់ធ្វើម្ហូបបែបរៀងលឿនងាយប៉ុន្តែរសជាតិឆ្ងាញ់អាចសាកបានសម្រាប់គ្រឿងផ្សំគឺមានតែប្រហែលមុខទេបងប្អូនដំបូងហ្នឹងយើងមានជាខ្ទឹមសអញ្ច្រាំសាច់ជ្រូកនេះអញ្ច្រាំក៏បានកិនក៏បានបន្ទាប់មកយើងមានជាបាគាយើងបកសបកលាងទឹកឲ្យស្អាតហើយឆូតយកទៅសៃខ្នងវាចេញមកសម្រាប់ម្ទេសនេះគឺខ្ញុំប្រើជាម្ទេសម៉ាឡេលាយជាមួយនឹងម្ទេសដៃនាងកិនបញ្ចូលគ្នាចុងក្រោយគេគឺយើងមានជាម្រះព្រៅបន្តិចដែរបន្ទាប់ពីត្រៀមគ្រឿងក្រៅរួចរាល់ហើយយើងមកដាក់ខ្ទះដើម្បីឆាហ្មងដំបូងគេហ្នឹងគឺយើងកំប៉ុងខ្ទឹមសមិនឲ្យក្រហមពេកទេបងប្អូនមើលតែសបករបស់វាឡើងព្រឿងមកល្មមយើងដាក់ម្ទេសកិននឹងចូលមកសម្រាប់ម្ទេសនេះភាគច្រើនគឺខ្ញុំប្រើជាម្ទេសម៉ាឡេទេបងប្អូនបើម្ទេសដៃនាងគឺខ្ញុំដាក់តែ4-5គ្រាប់ទេយើងកំប៉ុងម្ទេសជាមួយខ្ទឹមសហ្នឹងឲ្យឡើងក្លិនឈ្ងុយក្លិនឈ្ងុយមកល្មមចាំដាក់សាច់ជ្រូកច្រាំចូលឆាសាច់ជ្រូកប្រហែលជាខ្ទង់4-5នាទីឲ្យឆ្អិនសិនចាំដាក់គ្រឿងប្រេងខ្យងខ្ញុំប្រើ1ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេហើយចុងក្រោយគេហ្នឹងគឺជាស្ករសចំនួន1ស្លាបព្រាកាហ្វេហើយសម្រាប់សាច់ជ្រូករបស់ខ្ញុំនេះគឺមានចំនួន2ខាំកន្លះបងប្អូនយើងឆាវាឲ្យចូលជាតិជាមួយគ្រឿងនឹងមកល្មមសិនចាក់បាគាចូលហ្មងសម្រាប់បាគានេះគឺយើងអត់ឆាយូរទេបន្ទាប់ពីដាក់បាគាចូលហើយត្រឡប់វាប្រហែលជាខ្ទង់តែ1នាទីអីទេបងប្អូនដោយសារតែបាគាតែកាលណាឆាឆ្អិនពេកសាច់របស់វានឹងទៅជាអត់សូវឆ្ងាញ់វិញចឹងទៅបន្ទាប់ពីនឹងមកគឺយើងអាចភ្លក់មើលហើយថែមថយគ្រឿងបានបើសម្រាប់ខ្ញុំនៅរសជាតិគឺមកត្រូវមកបងប្អូនចឹងហើយគឺខ្ញុំអត់ថែមថយអីទៀតទេចុងក្រោយគេយើងគ្រាន់តែបង់ម្រះព្រៅចូលឆាតែ4-5ត្រឡប់ទៀតទៅគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយប៉ុន្តែគ្រាន់តែបង់ម្រះព្រៅចូលភ្លាមគឺយើងបិទភ្លើងភ្លាមមកបងប្អូនដើម្បីកុំឲ្យសបរបស់ម្រះព្រៅនឹងវាឡើងទៅជាខ្មៅជាំពេកអញ្ចឹងណាសម្រាប់ម្ហូបមួយមុខនេះរសជាតិគឺខ្ញុំអត់យកប្រៃហ្មងទេបងប្អូនខ្ញុំយករៀងសាបមកល្មមផ្អែមមកល្មមអីអញ្ចឹងណានិយាយទៅអានេះរសជាតិរបស់វានឹងគឺស្តៀងឆាក្តៅដែរបងប្អូនអាចភ្លក់មើលហើយសេរីបានប៉ុន្តែបើថារសជាតិហឹលវិញគឺអត់ហឹលមកបងប្អូនដោយសារថានេះគឺខ្ញុំប្រើម្ទេសម៉ាឡេបើម្ទេសដៃនាងគឺខ្ញុំដាក់តែ4-5គ្រាប់ទេអញ្ចឹងហើយឆាមួយចាននេះហាមើលទៅឡើងក្រហមសិតតែម្ទេសមែនប៉ុន្តែញ៉ាំទៅគឺហឹលតិចស្រួលញ៉ាំទេឡាបសាច់គោចិញ្ច្រាំជាមុខម្ហូបបែបគ្រឿងខ្លែប៉ុន្តែមួយមុខនេះបងប្អូនក៏អាចយកមកញ៉ាំជាមួយបាយដូចខ្ញុំអញ្ចឹងក៏បានដែររៀងឈ្ងុយក៏លេងតិចជូរហឹលអានេះធ្វើយូរញ៉ាំម្ដងគឺថាប្លែកមាត់ខ្លាំងមែនតើសម្រាប់សាច់គោគឺយើងប្រើជាសាច់ណាដែលផុយល្អមែនប៉ុន្តែឡាបសាច់គោចិញ្ច្រាំអញ្ចឹងគឺយើងអត់ប្រើសាច់ដែលជាប់ខ្លាញ់ទេណាបងប្អូនលុះត្រាតែយើងយកសាច់គោទៅចៀនអានោះមិនយើងប្រើជាប់ខ្លាញ់បានសម្រាប់សាច់គោគឺខ្ញុំប្រើចំនួន2ខាំហើយចិញ្ច្រាំអត់ឲ្យមាត់ខ្លាំងពេកទេគឺយកនៅរៀងដុំមកល្មមអញ្ចឹងគ្រឿងបន្ទាប់មកទៀតយើងមានខ្ទឹមក្រហមយើងមានជីក្រូចឆ្មានិងសម្រាប់ខ្ទឹមក្រហមគឺខ្ញុំប្រើ2កូនដុំតូចហើយហាន់វាជាប្រទេសរាងស្ដើងអញ្ចឹងមកម្ទេសបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តបន្ទាប់ពីនឹងមកគឺយើងមានជីរណាហើយជីអង្ការបងប្អូនដាក់ក៏បានអត់ក៏បានដែរថាយើងបានថែមអញ្ចឹងទៅក្លិនរបស់វាគឺកាន់តែឈ្ងុយហើយអីដែលសំខាន់ខ្វះអត់បានហ្នឹងគឺកលីងបងប្អូនកលីងគឺយើងយកណារៀងថ្មីមកសម្រាប់ការចម្អិនសាច់គោគឺយើងអត់ប្រើប្រេងឆាទេបងប្អូនចាក់ទឹកធម្មតាបន្តិចមកហើយចាក់សាច់គោចូលបើកភ្លើងឲ្យរៀងក្តៅខ្លាំងត្រឡប់វានៅលើភ្លើងនឹងប្រហែលជាខ្ទង់1នាទីទេបងប្អូនអានេះគឺឲ្យឆ្អិនខ្លាំងណាមើលទៅវាឆ្អិនល្មមយើងលើកវាដាក់ចុះចាក់ចូលក្នុងចានមួយហើយចាំយើងដាក់គ្រឿងយកហ្មងទឹកត្រីគឺខ្ញុំប្រើ1ស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករ1ស្លាបព្រាកាហ្វេកន្លះហើយយើងច្របាច់ក្រូចឆ្មាចូលមកក្រូចឆ្មាគឺខ្ញុំប្រើចំនួន1ផ្លែហើយសម្រាប់អង្ករលីងគឺខ្ញុំប្រើប្រហែលជាខ្ទង់1ស្លាបព្រាបាយបន្ទាប់មកយើងដាក់ខ្ទឹមក្រហមដាក់ម្ទេសចូលជាមួយគ្នាហើយកូរច្បងមកបងប្អូនអានេះគឺខ្ញុំពីដំបូងខ្ញុំភ្លេចដាក់ម្ទេសហុយអញ្ចឹងណាម្ទេសហុយហ្នឹងក៏អញ្ចឹងដែរបងប្អូនណាអត់សូវចេះហឹលទេយើងសេរីមើលទៅដាក់បន្តិចបន្តួចតាមនឹងក៏បានដែរកូរច្បងឲ្យវាចូលជាតិមកល្មមហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តសម្រាប់រសជាតិនេះគឺខ្ញុំអត់យកប្រៃខ្លាំងពេកទេបងប្អូនគ្រាន់តែថាយកឲ្យរាងជូរបន្តិចហឹលបន្តិចអញ្ចឹងណាទៅពីយើងភ្លក់មើលថែមថយគ្រឿងរួចរាល់អស់ហើយចុងក្រោយគេយើងដាក់ជីមកជីគឺខ្ញុំប្រើ2មុខមានជីរណាជាមួយនឹងជីអង្កាមកូរច្បងវាទៅ4-5ត្រឡប់ទៀតទៅរួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់មុខនេះគឺជាមុខម្ហូបលក្ខណៈគ្រឿងខ្លែប៉ុន្តែយើងក៏អាចយកវាមកញ៉ាំជាមួយបាយក៏បានដែរហើយសម្រាប់មុខនេះបងប្អូនក៏អាចផ្ទាប់ជាមួយបន្លែបានដែរយើងអាចផ្ទាប់ជាមួយទៅសក់ជាមួយការ៉ុតកូនស្ពៃបូកូអីចឹងទៅសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាចខមមិនបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ